ខ្ញុំខំប្រឹងយំថ្ងៃរកប្រាំងកំរៃដើម្បីដោះស្រាយជីវភាពប្រលឹមចេញបាត់ជួបផ្ទះវិញយប់ស្ងាត់ជ្រាបព្រោះរៀនបានទៀតមិនដឹងថ្ងៃណាធូរស្បើកម្មករដូចខ្ញុំគេមើលលើក្រោមិនចង់ចំណោមគ្មានយ៉ាងចង់រាប់អានឡើយតែវាធម្មតាក្នុងសម័យនេះ